hai đôi với ban chỉ thay giáng haiประពន្ធមិនឲ្យស្ដាប់បទរបស់ខ្លួនឯងថៃយ៉ាសមាជិកឆ្នាំប្រចាំក្រុម Big Bang បានសារភាពថាលោកកម្រឲ្យប្រពន្ធរបស់ខ្លួនដែលជាតារាសម្ដែង Min Yorin ស្ដាប់បទចម្រៀងណាដែលលោកមិនទាន់ធ្វើចប់ណាស់ប៉ុន្តែក្តីស្នេហ៍របស់លោកនៅក្នុងនាមជាស្វាមីចំពោះនាងគឺបង្ហាញតាមរយៈតន្ត្រីពិតៗនៅក្នុងកម្មវិធី documentary film Part 2 របស់ថៃយ៉ាំងដែលបានបង្ហោះនៅលើ YouTube តារាចម្រៀងរូបនេះបានបង្ហាញវីដេអូពីក្រោយឆាកនៃជីវិតរបស់លោកតាំងពីការធ្វើសន្និសីទកាសែតរហូតដល់ពេលវេលាដើរលេងជាមួយនឹងប្រពន្ធនិងកូនថៃយ៉ាំងបានបង្ហាញទាំងអស់នៅក្នុងនាមជាតារាលំដាប់ពិភពលោកនិងជាស្វាមីក៏ដូចជាឪពុកដ៏អស្ចារ្យក្នុងភាពយន្តឯកសារនោះដែរតារារូបនេះបានបង្ហាញឈុតខ្លីៗពេលដើរលេងជាមួយនឹងភរិយាពេញដោយសន្តិភាពផ្លូវចិត្តជាមួយនឹងគ្នាសេចក្តីស្រឡាញ់របស់លោកចំពោះ Min Yorin គឺពិតជាបង្ហាញចេញមកជាក់ស្ដែងប៉ុន្តែលោកក៏បានដឹងដែរថាពេលខ្លះភរិយារបស់លោកក៏ជាអ្នករិះគន់យ៉ាងចាស់ដែរចំពោះបទចម្រៀងរបស់លោកដែរថៃយ៉ាំងបាននិយាយថាតាមពិតខ្ញុំមិនឲ្យប្រពន្ធរបស់ខ្ញុំស្ដាប់បទចម្រៀងរបស់ខ្ញុំទេដោយសារតែនាងត្រង់ពេកនាងច្បាស់ណាស់ថាអ្វីល្អនិងអ្វីដែលអាក្រក់ដូច្នេះហើយទើបខ្ញុំព្យាយាមមិនឲ្យនាងស្ដាប់បទណាដែលធ្វើមិនទាន់ចប់ទោះបីជានាងរិះគន់ត្រង់ក៏ដោយប៉ុន្តែមួយបទដែលមានចំណងជើងថា Reason ដែលទោះជាធ្វើមិនទាន់រួចរាល់ស្រួលបួលក៏ដោយប៉ុន្តែពេលដែលបានឲ្យនាងស្ដាប់ហើយនាងពិតជាចូលចិត្តវាណាស់អ្វីដែលសំខាន់បទនោះថៃយ៉ាងសរសេរឲ្យប្រពន្ធលោកបានសិក្សាយ៉ាងល្អិតល្អន់អំពីទំនាក់ទំនងស្នេហានិងការសន្ទនាប្រចាំថ្ងៃជាមួយនឹងគ្នានៅក្នុងបទ Reason ថៃយ៉ាងចែករំលែកក្តីស្រឡាញ់និងការដឹងគុណរបស់លោកចំពោះភរិយាដែលធ្វើឲ្យគាត់មានកម្លាំងចិត្តនៅក្នុងការងើបឈរនៅក្នុងគ្រាដ៏លំបាកតាមពិតទៅដោយសារតែMin Yorinរិះគន់ចំត្រង់ពេកចំពោះចំណុចណាដែលមាននៅក្នុងបទរបស់ថៃយ៉ាងប៉ុន្តែវាគឺជាមតិកែលម្អប៉ុណ្ណោះប៉ុន្តែថៃយ៉ាងនៅក្នុងនាមជាស្វាមីពិតជាយកចិត្តទុកដាក់ចំពោះអ្វីដែលនាងគិតទើបលោកព្យាយាមបញ្ចប់បទនីមួយៗសិនមុននឹងឲ្យនាងស្ដាប់ហើយទង្វើនេះពិតជាបង្ហាញថាពួកគេស្រឡាញ់និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកបំផុត